ចាននាងខ្ញុំសូមគោរពជំរាបសួរពុកម៉ែបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជាទីគោរពរាប់អានថ្ងៃនេះនាងខ្ញុំសូមធ្វើវីដេអូឃ្លីបមួយឆ្លើយតបទៅកាន់សំណេររបស់លោកសំរងស៊ីដែលគាត់ផុសជាយូរលងណាស់មកហើយចាគឺតាំងពីថ្ងៃទី29ខែសីហាឆ្នាំ2021ហើយបើគិតមកទល់នឹងពេលនេះគឺថ្ងៃទី1ខែឧសភាឆ្នាំ2025អញ្ចឹងវាមានរយៈពេល4ឆ្នាំជាងចិត្តចូល5ឆ្នាំហើយតែខ្ញុំចាប់អារម្មណ៍ដោយសារសំណេរនោះគាត់បានផុសភ្ជាប់ជាមួយនឹងរូបភាពមួយសន្លឹកដែលរូបភាពនោះគឺមានរូបលោកសំរងស៊ីចាចាប់ដៃជាមួយនឹងសម្ដេចស ខេងដែលជាថ្នាក់ដឹកនាំកម្ពុជាមួយរូបនៅក្នុងជួរគណៈបកប្រជាជនហើយជាគណៈបកដែលកំពុងដឹកនាំរដ្ឋាភិបាលក្នុងពេលបច្ចុប្បន្ននេះផងដែរហើយគួរចាប់អារម្មណ៍ថែមទៀតនោះរូបភាពនោះភ្ជាប់ជាមួយនឹងសំណេរដែលមានខ្លឹមសារថាការបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិដែលមានលោកស ខេងចូលរួមផងដែរគឺជាគំនិតមួយដ៏ត្រឹមត្រូវចាពុកម៉ែបងប្អូននៅពេលដែលឃើញរូបភាពហើយនឹងសំណេរនេះពិតជាយល់ច្បាស់អំពីចេតនារបស់លោកសំរងស៊ីហើយព្រោះលោកសំរងស៊ីនេះគឺជាអ្នកនយោបាយដែលមានជំនាញមួយនៅក្នុងខ្លួនរបស់គាត់គឺជំនាញខាងញុះញង់អុចអាលបំបែកបំបាក់ចានេះគឺជាជំនាញដ៏វិសេសមួយរបស់លោកសំរងស៊ីចាហើយអឺលោកសំរងស៊ីគាត់បានអនុវត្តនយោបាយនេះគឺមានប្រសិទ្ធភាពចំពោះគណៈបកដែលមាននិន្នាការប្រជាធិបតេយ្យជាក់ស្ដែងដោយគណៈបកសង្គ្រោះជាតិក្រោយពីតុលាការក្រុងភ្នំពេញរំលាយហើយលោកសំរងស៊ីនិងបកពួករបស់គាត់បានកំទេចកំទីបំផ្លិចបំផ្លាញកម្លាំងយុវជនកម្លាំងអ្នកដែលស្រឡាញ់គណៈបកសង្គ្រោះជាតិពិតប្រាកដនឹងខ្ទេចខ្ទីខ្ចាត់ខ្ចាយអស់ហើយមិនថានៅកូរ៉េជប៉ុនបារាំងកាណាដាអីទេចាហើយគាត់យកអយុធសាស្ត្រនឹងដដែលហ្នឹងទៅញុះញង់បំបាយបំបាក់ចូលទៅកាន់ផ្ទៃក្នុងនៃគណៈបកប្រជាជនកម្ពុជាចាហើយចង់ឲ្យគណៈបកប្រជាជនកម្ពុជានឹងមិនជឿទុកចិត្តគ្នាមានការសង្ស័យគ្នាទៅវិញទៅមកអញ្ចឹងណាពុកម៉ែបងប្អូនតែបងប្អូនជនរួមជាតិធ្លាប់ឮប្រសាសន៍របស់សម្ដេចតេជោហ៊ុនសែនណាលោកធ្លាប់និយាយថាជនណាក៏ដោយបកណាក៏ដោយឲ្យតែមានបំណងឬចេតនាចង់បំផ្លាញឬក៏បំបែកផ្ទៃក្នុងគណៈបកប្រជាជនឬក៏ចង់បំបែកកម្លាំងគណៈបកប្រជាជនជននោះឯងបកនោះឯងគឺត្រូវតែបែកបាក់ខ្ទេចខ្ទីខ្ចាត់ខ្ចាយខ្លួនឯងចាជាការពិតលទ្ធផលឃើញជាក់ស្ដែងហើយពុកម៉ែបងប្អូនចាហើយគណៈបកប្រជាជនកម្ពុជានៅតែរឹងមាំហើយបន្តភាពរឹងមាំខ្លាំងក្លាកាន់តែខ្លាំងក្លាទៅមុខទៀតចាហើយឥឡូវយើងបកមកកាន់នឹងអាសំណេរដែលគាត់ថាដែលគាត់សរសេរថាការបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិដែលមានលោកសំដែលមានលោកស ខេងចូលរួមផងដែរគឺជាគំនិតមួយដ៏ត្រឹមត្រូវនេះឥឡូវអាចលណាដែលគាត់ផុសកាលពី4-5 ឆ្នាំមុនហ្នឹងឥឡូវហ្នឹងកើតចេញជារូបរាងមកហើយដែលគេចេញមកជាចលនាជាតិតស៊ូចលនាផ្ការីកអីគេនោះដែលមានក្បាលម៉ាស៊ីនលោកសំរងស៊ីលោកកឹមសុខហើយនិងលោកឆាន់ឆានីចាមាន3នាក់ហ្នឹងចាជាក្បាលម៉ាស៊ីនហ្នឹងហើយមានលោកសម្ដេចស ខេងណាបងប្អូនជនរួមជាតិឃើញមើលឃើញគាត់ចេតនាគាត់ញុះញង់បំបែកបំបាក់គេទាំង4-5 ឆ្នាំមុនហើយនៅចេញលទ្ធផលហើយពេលដែលចេញអាចលនាតស៊ូជាតិអីគេហ្នឹងកូនសម្ដេចស ខេងឯកឧត្តមសសុខាចេញសារបញ្ជាក់ទៅកាន់មហាជនក៏ដូចជាលោកសំរងស៊ីយ៉ាងច្បាស់ថាកុំយករូបគាត់ទៅភ្ជាប់ជាមួយនឹងអាចលនាផ្ការីចលនាតស៊ូជាតិស្អីញ៉ៃញ៉ៃរបស់លោកសំរងស៊ីនឹងប្រយ័ត្នគុកប្រយ័ត្នជាប់ច្បាប់ចាគេបញ្ជាក់យ៉ាងច្បាស់ណាថ្នាក់ដឹកនាំនៃគណៈបកប្រជាជនបញ្ជាក់យ៉ាងច្បាស់ហើយអញ្ចឹងបកមកវិញថានយោបាយរបស់លោកសំរងស៊ីដែលបំបែកបំបាក់ផ្ទៃក្នុងគណៈបកប្រជាជននេះគឺអត់មានប្រសិទ្ធភាពទេហើយបែកបាក់ខ្ទេចខ្ទីតែខ្លួនឯងហ្នឹងអញ្ចឹងណាពុកម៉ែបងប្អូនសរុបមកវិញលោកសំរងស៊ីនេះជាអ្នកនយោបាយប្រជាពិធបង្កើតនៅព្រឹត្តិការណ៍ឡង់សេនយោបាយខ្លួនឯងអត់ចេះអៀនខ្មាស់ទេចាប់ពីចលនាមួយចាប់ពីព្រឹត្តិការណ៍មួយទៅព្រឹត្តិការណ៍មួយដូចជាព្រឹត្តិការណ៍ដេកផ្ទះឈ្នះឯងមករៀមដៃស្អាត9វិច្ឆិកាឥឡូវមកចលនាផ្ការីកផ្ការយអីអស់ហ្នឹង
ចាអត់ចេះចាប់អត់ចេះហើយទេហើយរាល់ព្រឹត្តិការណ៍រាល់ចលនាដែលគាត់បង្កើតឡើងមកគឺអត់មានលទ្ធផលអីទាំងអស់ចាហើយក៏តែអ្នកគ្រប់គ្រងខួស្រាលមួយចំនួនហ្នឹងបន្តដើរតាមគាត់អត់ចាប់អត់ហើយអញ្ចឹងខ្ញុំអត់មានអីបន្ថែមទៀតទេសូមពុកម៉ែបងប្អូនចូលរួមនយោបាយណាក៏ដោយគឺសូមឲ្យមានការតេហិពិចារណាព្រោះនយោបាយដែលចូលចិត្តតែបង្កើតព្រឹត្តិការណ៍បោកប្រាស់បងប្អូននេះចរិតរបស់គាត់គឺអត់កែទេហើយក៏អត់មានឱកាសក្នុងការដឹកនាំប្រទេសជាតិដែរចាអញ្ចឹងបងប្អូនដែលឆ្លាតបងប្អូនដែលស្រឡាញ់ជាតិពិតប្រាកដជំរឿសល្អបំផុតចូលរួមកសាងជាតិចាគ្រប់គ្រងនយោបាយរបស់គណៈបកប្រជាជនដើម្បីឲ្យប្រទេសយើងមានការអភិវឌ្ឍនិងមានការរីកចម្រើនជាពិសេសគឺមានសុខសន្តិភាពអត់មានសង្គ្រាមរាំងជលហើយយើងម្នាក់មានឱកាសរកការងារធ្វើទាំងក្នុងនិងក្រៅប្រទេសកសាងសុភមង្គលក្នុងក្រុមគ្រួសាររបស់យើងបានគ្រប់គ្នាចាខ្ញុំសូមអរគុណនិងសូមជម្រាបលា